គូស្គរឆាប់និយាយប្រាប់ឈ្មោះភ្លាមមកខ្ញុំឈិញសៀងលីងសូមគោរពលោកម្ចាស់ប៉ាយឈិញសៀងលីងហេតុអីបានជានាងគូស្គរខ្ញុំត្រូវការប្តឹងនាងចង់ប្តឹងពីអ្នកណាគឺព្រះរាជសន្និសាឈិនសៀវម៉ៃតើឡើងធំណាស់រាជសន្និសាជាសាច់សារលោហិតរបស់រាជវង្សនាងហ៊ានប្តឹងពីគេផងលោកម្ចាស់ប៉ាយពិតមែនគេជាប់សាច់សារលោហិតរាជវង្សប៉ុន្តែស្ដេចធ្វើខុសក៏ត្រូវមានទោសដោយប្រជារាស្ត្រដែរណានាងប្តឹងពីគេរឿងអីខ្ញុំប្តឹងថាគេបាបបញ្ឆោតព្រះអង្គអកតញ្ញូបោះបង់ប្រពន្ធកូនបោះបង់ប្រពន្ធកូនត្រូវមានទោសធ្ងន់ធ្ងរណាស់ណាចេញសៀងលីងនាងសំអាងលើអ្វីបានជាហ៊ានប្តឹងគេយ៉ាងនេះខ្ញុំជាប្រពន្ធពិតប្រាកដរបស់គេចំណែកឯក្មេងទាំងពីរនេះក៏ជាកូនបង្កើតរបស់គេដែរតើនេះមានភ័ស្តុតាងទេពេលដែលខ្ញុំរៀបការខ្ញុំមានចៅមហាត្រឹមត្រូវណាចុះសាក់សីនៅឯណាដែរនៅស្រុកលីលីងគេមានបានរួមដំណើរមកជាមួយនាងដែរទេលោកម្ចាស់ស្រុកកំណើតមានគ្រោះទូរភិក្សរស់នៅលំបាកវេទនាណាស់គេទាំងអស់គ្នាកំពុងតែស្ថិតក្នុងសភាពគ្រោះថ្នាក់មានពេលអាណាមកធ្វើជាសាក់សីឲ្យរូបខ្ញុំនោះគ្មានភ័ស្តុតាងគ្មានសាក់សីនាងហ៊ានមកគូសស្គរផងឈិញសៀងលីងដោយសារយើងយកយល់ថានាងជាស្ត្រីភេទហើយមានកូននៅតូចទៀតផងយើងមិនដេញដោលនាងតទៅទៀតទេនាងត្រូវតែដឹងខ្លួនបាត់សៅនាកាលោកម្ចាស់ហេតុតែខ្ញុំមកទីនេះគឺព្រោះតែលោកអាមាត្យបានជាអ្នកឲ្យខ្ញុំមកទេសូមលោកម្ចាស់រកយុត្តិធម៌ឲ្យខ្ញុំផងលោកម្ចាស់បានយើងនឹងទៅកាន់ដំណាក់លោកម្ចាស់វាំងនៅពេលនេះវាងឆៅម៉ាហាន់ចាងឡុងយ៉ាវូបានលោកម្ចាស់ចេញដំណើរបាទទេទូបង្គំប៉ាចិនសូមក្រាបថ្វាយបង្គំរាជសន្និសាលោកម្ចាស់ប៉ាវសូមចេញអង្គុយអរព្រះគុណលោកម្ចាស់ប៉ាវស្រាប់តែមកកាន់ដំណាក់របស់យើងតើមានកិច្ចការអីដែរក្រាបទូលរឿងហ្នឹងគឺវាអញ្ចេះមានគេមកប្តឹងពីព្រះរាជសន្និសាយើងមិនដែលមានគំនុំជាមួយអ្នកណាទេតើមានអ្នកណាគេប្តឹងពីយើងរាជសន្និសាអ្នកដែលប្តឹងរាជសន្និសានោះគឺជាស្រីម្នាក់ឈ្មោះឈិញសៀងលីង